ដេចថាជីវិនព្រះប្រមុខរដ្ឋដ៏ឆ្នើមនៃយើងទាំងឡាយទ្រង់បានស្ដេចយាងមកដល់ព្រះទីនាំងភោជនីនៃព្រះបរមរាជវាំងក្នុងឱកាសចែករង្វាន់ដល់ជ័យលាភីនៃការប្រឡងប្រជែងអក្សរសាស្ត្រគួរទៅនាមរង្វាន់អិនប្រាក់ទេវីថាជីវិនហែលសុំផានាយកនៃសមាគមអ្នកនិពន្ធខ្មែរបានរៀបរាប់អំពីគោលបំណងនៃសមាគមសម្ដេចព្រះប្រមុខរដ្ឋទ្រង់បានឆ្លៀតឱកាសនេះដើម្បីទ្រង់ថ្លែងនៅសេចក្តីសរសើរចំពោះសមាគមកវីនិងអ្នកនិពន្ធខ្មែរដែលបានបំពេញផលិតកម្មគ្រប់បែបគ្រប់យ៉ាងដើម្បីលើកតម្កើងវិស័យអក្សរសាស្ត្រដើម្បីឲ្យវិស័យនេះប្រកបនៅវឌ្ឍនធម៌វឌ្ឍនភាពនិងលទ្ធភាពពេញលេញសមនឹងឋានៈឯករាជ្យរបស់ជាតិយើងព្រះអង្គទ្រង់បានព្រះរាជទានប្រាក់100,000រៀលដល់សមាគមអ្នកនិពន្ធខ្មែរបានមូលមតិគ្នាលើកតម្កល់សម្ដេចព្រះប្រមុខរដ្ឋជាព្រះឯកអគ្គនិពន្ធនិងជាព្រះបិតាអក្សរសាស្ត្រជាតិការប្រឡងប្រជែងខាងអក្សរសាស្ត្រនាមអិនប្រាក់ទេវីនេះបានធ្វើជាលើកដំបូងបង្អស់សមាគមបានចាប់កើតឡើងតាំងតែពីឆ្នាំ1951មហាក្សត្រីនៃអិនប្រាក់ទេវីជាអគ្គមហេសីនៃព្រះបាទជ័យវរ្ម័នទី7មហាក្សត្រីនៃអិនប្រាក់ទេវីទ្រង់មានស្នាប្រហោះខាងកវីនិពន្ធក្នុងសម័យនោះនេះជាឱកាសដ៏ឧឡារិកនៃពិធីចែករង្វាន់ដល់ជ័យលាភី